ជំរាបសួរកូនកូនអូយហ្នឹងហើយជួបនេះទៀតហើយកូនកូនតើកូនកូនសុខទុក្ខយ៉ាងណាដែរហ្នឹងហើយកូនកូនថ្ងៃនេះគឺជាថ្ងៃទី2នៃថ្ងៃចូលរៀនរបស់ពួកយើងហ្នឹងហើយម្សិលមិញលោកគ្រូបានឲ្យកូនកូនណែនាំគ្នាទៅវិញទៅមកហើយស្គាល់ពីគ្នាទៅវិញទៅមករួចអស់ហើយអញ្ចឹងលោកគ្រូមិនចាំបាច់និយាយណែនាំអីទៀតទេថ្ងៃនេះគឺលោកគ្រូនឹងចាប់ផ្ដើមបង្រៀនកូនកូនអំពីព្យញ្ជនៈភាសាខ្មែររបស់យើងណាកូនកូនហ្នឹងហើយតើកូនកូនត្រៀមហើយឬនៅក្នុងការរៀនជាមួយលោកគ្រូនៅថ្ងៃនេះតើកូនកូនឃើញសៀវភៅនៅនឹងមុខលោកគ្រូនេះទេនេះណែសៀវភៅភាសាខ្មែរថ្នាក់ទី1របស់ពួកកូនកូនហ្នឹងហើយលោកគ្រូសូមណែនាំហ្នឹងហើយហើយនៅលើក្តារខៀនដូចកូនកូនបានឃើញហើយនេះជាព្យញ្ជនៈភាសាខ្មែររបស់យើងដែលមានទាំងអស់33តួណាកូនហ្នឹងហើយកូនត្រូវចាំហ្នឹងហើយទាំង33តួនេះទើបកូនអាចស្គាល់និងដឹងហើយបន្ទាប់ពីយើងរៀនព្យញ្ជនៈចប់យើងនឹងរៀនស្រៈរបស់ភាសាខ្មែរយើងនៅពេលដែលកូនចេះអានស្រៈនិងព្យញ្ជនៈហើយកូននឹងអាចចេះអានភាសាខ្មែររបស់យើងបានយ៉ាងងាយស្រួលដល់កូនតើកូនណាមានចម្ងល់ពីបញ្ហានេះទេកូនហ្នឹងហើយបើមិនមានទេលោកគ្រូនឹងសូមធ្វើការចាប់ផ្ដើមបង្រៀនពីចំណុចនេះទៅណាកូនបាទអញ្ចឹងលោកគ្រូនឹងធ្វើការអានព្យញ្ជនៈនីមួយៗឲ្យកូនកូនស្ដាប់អញ្ចឹងកូនកូនចាំស្ដាប់ណាកូនចាំកូនចាំស្ដាប់គ្រូអានណាហ្នឹងហើយលោកគ្រូនឹងអានមួយម្ដងយឺតឲ្យកូនកូនស្ដាប់ហ្នឹងហើយបងគ្រូចាប់ដើមអានហើយណាកូនកូនហ្នឹងហើយចាំមើលហើយនឹងស្ដាប់គ្រូអានថ្ងៃអង្គារទី28ខែមេសាឆ្នាំ2025រៀនព្យញ្ជនៈភាសាខ្មែរស្ដាប់បានទេកូនកូនបងអក្សរកបងអក្សរខអក្សរកអក្សរខអក្សรงអក្សរចអក្សរឆអក្សរជអក្សរឈបងអក្សរញអក្សរដអក្សរថអក្សរតអក្សរធអក្សរណអក្សរតបងអក្សរថអក្សរធអក្សរធអក្សរណអក្សរបអក្សរផអក្សរពោអក្សរផអក្សរមបងអក្សរយោអក្សររអក្សរលោអក្សរវអក្សរសអក្សរហអក្សរឡអក្សរអមិនតែកូនកូនស្ដាប់យល់និងស្ដាប់បានទេកូនកូនដែលលោកគ្រូអានព្យញ្ជនៈភាសាខ្មែរនេះណាកូនហ្នឹងហើយតាំងពីអក្សរករហូតដល់អក្សរឡហើយកូនកូនមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរកូនកូនបងពួកខ្ញុំមិនអីទេលោកគ្រូស្ដាប់បានលោកគ្រូប៉ុន្តែពួកខ្ញុំចង់ឲ្យលោកគ្រូអានឲ្យពួកខ្ញុំស្ដាប់ម្ដងទៀតតើលោកគ្រូអាចអានបានទេលោកគ្រូលោកគ្រូពួកខ្ញុំចង់ឲ្យលោកគ្រូអានឲ្យពួកខ្ញុំស្ដាប់ម្ដងទៀតលោកគ្រូអូពិតជាល្អណាស់កូនកូនពិតជាប្រពៃណាស់កូនកូនហ្នឹងហើយលោកគ្រូអាចអានឲ្យកូនកូនស្ដាប់ម្ដងទៀតបានណាកូនកូនបើកូនកូនមានចម្ងល់ឬឆ្ងល់ត្រង់ចំណុចណាមួយនោះកូនកូនអាចសួរលោកគ្រូបានណាកូនមិនបាច់ខ្លាចចិត្តលោកគ្រូទេហ្នឹងហើយលោកគ្រូនឹងពេញចិត្តក្នុងការបង្រៀនហើយនឹងប្រាប់កូនកូននៅចម្ងល់ដែលកូនកូនឆ្ងល់នៅក្នុងពេលនេះណាកូនបងចាលោកគ្រូបាទកូនលោកគ្រូនឹងអានឲ្យកូនកូនស្ដាប់ម្ដងទៀតហ្នឹងហើយលោកគ្រូនឹងធ្វើការអានឲ្យខ្លាំងឲ្យកូនថាស្ដាប់ទៅងាយយល់ណាកូនហ្នឹងហើយអញ្ចឹងលោកគ្រូអានម្ដងទៀតឲ្យកូនកូនស្ដាប់អញ្ចឹងកូនកូនចាំស្ដាប់ណាលោកគ្រូអានឲ្យខ្លាំងប៉ុន្តែរៀងលឿនបន្តិចណាកូនហ្នឹងហើយត្រូវយកត្រចៀកស្ដាប់ហើយនឹងភ្នែកនឹងមើលអូខេYes អូខេកូនកូនអញ្ចឹងលោកគ្រូចាប់ដើមអានឲ្យស្ដាប់ហើយណាហ្នឹងហើយថ្ងៃអង្គារទី28ខែមេសាឆ្នាំ2025រៀនព្យញ្ជនៈភាសាខ្មែរចាប់ដើមដំបូងគឺអក្សរកអក្សរខអក្សរកអក្សរខអក្សรงអក្សរចអក្សរឆអក្សរជអក្សរឈអក្សរញអក្សរដអក្សរថអក្សរឌូអក្សរធัวអក្សរណអក្សរតអក្សរថអក្សរតអក្សរធអក្សរណអក្សរបអក្សរផអក្សរពោអក្សរភោអក្សរមអក្សរោអក្សរយោអក្សរោអក្សរលោអក្សរវអក្សរសអក្សរហអក្សរឡនិងអក្សរអអូយប្រតិតិចកូនកូនអើយថ្ងៃទៅស្ដាប់បានអត់ទេកូនចាតិចដែរលោកគ្រូខ្ញុំក៏អញ្ចឹងដែរលោកគ្រូ បាទខ្ញុំវិញបានតិចលោកគ្រូ ខ
ខ្ញុំក៏អញ្ចឹងដែរលោកគ្រូ ចុះកូនភក្តីនោះមិនព្រមឆ្លើយនឹងទេតែយល់ទេកូន បាទលោកគ្រូខ្ញុំដូចជាមិនសូវយល់ទេលោកគ្រូ បើកូនមិនទាន់យល់ច្បាស់ចាំលោកគ្រូអានឲ្យម្ដងទៀតណាឲ្យកូនស្ដាប់ហើយកូនត្រូវតែចំណាំមើលឲ្យច្បាស់ឮទេនឹងយល់ទេកូន បាទលោកគ្រូ ហើយអញ្ចឹងលោកគ្រូចាប់ផ្ដើមទៀតហើយណាកូនហ្នឹងហើយភ្នែកមើលត្រចៀកស្ដាប់ហើយនឹងខួរក្បាលរបស់យើងគឺកត់ចំណាំឮទេកូនហ្នឹងហើយអញ្ចឹងលោកគ្រូចាប់ផ្ដើមអានម្ដងទៀតហើយណាកូននេះជាលើកទី3ហើយកូនណាហ្នឹងហើយត្រូវមើលភ្នែកនឹងត្រូវមើលត្រចៀកត្រូវស្ដាប់ហើយខួរក្បាលនឹងត្រូវកត់ចំណាំអញ្ចឹងលោកគ្រូចាប់ផ្ដើមអានទៀតហើយណាហ្នឹងហើយថ្ងៃអង្គារទី28ខែមេសាឆ្នាំ2025រៀនព្យញ្ជនៈភាសាខ្មែរនឹងអក្សរដំបូងគឺអក្សរកអក្សរខអក្សរកអក្សរខអក្សរងអក្សរចអក្សរឆអក្សរជអក្សរឆអក្សរញអក្សរដអក្សរធអអក្សរដួអក្សរធัวអក្សរណអក្សរតអក្សរថអក្សរតអក្សរណអក្សរធអក្សរណអក្សរបអក្សរផអក្សរពោអក្សរភោអក្សរមោអក្សរយោអក្សររអក្សរលោអក្សរវអក្សរសអក្សរហអក្សរលនិងអក្សរអយល់ទេស្ដាប់បានទេកូន ចាលោកគ្រូ អញ្ចឹងលោកគ្រូសួរកូនហ្នឹងហើយតើព្យញ្ជនៈភាសាខ្មែររបស់យើងមានប្រមាណតួដែរកូនតើកូនណាអាចឆ្លើយត្រូវទេកូនណាឆ្លើយពីស្ដាប់មើលក្រោយពីដែលយើងបានរៀនមុននេះបន្តិចហើយលោកគ្រូក៏បានប្រាប់នឹងជម្រាបកូនឲ្យដែរថាព្យញ្ជនៈភាសាខ្មែររបស់យើងនឹងមានប្រមាណតួអញ្ចឹងមើលកូនណាចាំអាចឆ្លើយបានកូនហ្នឹងហើយមើលកូនណាអាចឆ្លើយបានមើលណាបុផាអាចឆ្លើយបានទេកូន ចាលោកគ្រូព្យញ្ជនៈភាសាខ្មែររបស់យើងមាន33តួលោកគ្រូ នឹងហើយអរគុណច្រើនកូនបុផាមើលណែកូនអស់នេះតើបុផាឆ្លើយត្រូវដែរឬទេកូនមើលមានពីណាគេអាចអ្នកឆ្លើយបានទេថាតើចម្លើយរបស់បុផាត្រូវដែរឬទេមើលកូនមើលនោះចយងើបឡើងមើលតើចម្លើយរបស់កូនបុផាត្រឹមត្រូវដែរឬទេចយ បាទលោកគ្រូចម្លើយរបស់មិត្តភក្តិអ្នកបុផាគាត់ឆ្លើយមិនត្រូវទេលោកគ្រូខ្ញុំគិតថាព្យញ្ជនៈភាសាខ្មែររបស់យើងអត់មាន33តួទេគឺមាន46តួណាលោកគ្រូ ចយមិនអញ្ចឹងចយមុននេះលោកគ្រូបានប្រាប់រួចហើយតើហ្នឹងហើយព្យញ្ជនៈភាសាខ្មែររបស់យើងមានប្រមាណតួចយមិនអញ្ចឹងចយមើលមានកូនណាដឹងទេថាតើចម្លើយរបស់អ្នកបុផាត្រឹមត្រូវដែរឬទេមើលកូនណាភក្តីមើលងើបមើលតើត្រឹមត្រូវឬទេកូន បាទលោកគ្រូចម្លើយរបស់អ្នកបុផាពិតជាត្រឹមត្រូវលោកគ្រូព្យញ្ជនៈភាសាខ្មែររបស់យើងគឺមាន33តួមិនមែនដូចចយឆ្លើយថា46នោះទេហ្នឹងហើយចម្លើយរបស់បុផាត្រឹមត្រូវលោកគ្រូ បាទកូនល្អណាស់ពិតជាត្រឹមត្រូវកូនហ្នឹងហើយព្យញ្ជនៈភាសាខ្មែររបស់យើងគឺមាន33តួណាហ្នឹងហើយមិនដូចចម្លើយរបស់ចយឆ្លើយថា46នោះទេហ្នឹងហើយអញ្ចឹងមានន័យថាចម្លើយកូនណែបុផាគឺពិតជាត្រឹមត្រូវព្យញ្ជនៈភាសាខ្មែររបស់យើងគឺមាន33តួកូនត្រូវចាំណាកូនចយត្រូវចាំណាកូនហ្នឹងហើយអត់មានដល់46ទេណាកូនហ្នឹងហើយព្យញ្ជនៈភាសាខ្មែររបស់យើងសរុបទាំងអស់នោះគឺមានតែ33តួទេហ្នឹងហើយ បាទលោកគ្រូ ចឹងកូនត្រូវចាំថាព្យញ្ជនៈភាសាខ្មែររបស់យើងគឺមានតែ33តួទេនៅក្នុងនេះណាហ្នឹងហើយប៉ុន្តែ33តួនោះគឺបែងចែកជា2ក្រុមទៀតណា2ក្រុមទៀតណាវាមានពុះអហើយនិងពុះអូសំឡេងណាអញ្ចឹងមានន័យថាថ្ងៃនេះយើងរៀនតែព្យញ្ជនៈប៉ុណ្ណេះសិនបានហើយហ្នឹងហើយលោកគ្រូសង្ឃឹមថាកូននឹងយល់ហើយនឹងចាំហ្នឹងហើយថ្ងៃក្រោយពេលដែលត្រឡប់មកវិញលោកគ្រូនឹងសួរកូនហ្នឹងហើយកូនត្រូវកត់ហ្នឹងហើយយកអក្សរទាំងអស់នេះទៅទន្ទិញហ្នឹងហើយថ្ងៃក្រោយមកលោកគ្រូនឹងសួរហើយនឹងឲ្យឡើងរាប់អ្នកម្ដងឮទេកូន ចាលោកគ្រូ អញ្ចឹងមេរៀនយើងថ្ងៃនេះសូមបញ្ចប់តែត្រឹមនេះណាកូនហ្នឹងហើយអញ្ចឹងស្អែកជួបគ្នាកូនត្រូវតែទន្ទិញហើយស្អែកលោកគ្រូនឹងសួរកូនម្ដងទៀតអូខេ see you tomorrow ណាកូនអូខេ ស្អីគេsee you tomorrow នោះវាស្នាអញយល់ទេថាលោកគ្រូនិយាយភាសាអីគេនោះ
លោកគ្រូកំពុងតែនិយាយភាសាបរទេសប៉ុន្តែគ្នាអត់ដឹងថាភាសាអីនោះទេអូខ្ញុំដឹងចោលខ្ញុំដឹងវាស្នាលោកគ្រូនិយាយភាសាបារាំងមិនមែនទេខ្ញុំឮលោកគ្រូនិយាយថា see you tomorrow នេះគឺជាភាសាអង់គ្លេសណាបងប្អូនគ្នាបាត់មែនហើយនេះគឺជាភាសាអង់គ្លេសណាមិនមែនភាសាបារាំងទេអូយភាសាស្អីក៏ភាសាទៅតោះយើងទៅផ្ទះ